សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការចូលទៅកាន់ report liability history ដំបូងឡើយយើងចូលទៅលើ menu report បន្ទាប់មកចូលទៅកាន់ report accounting ហើយធ្វើការចុចទៅលើ liability history យើងអាចចូលទៅតាមវិធីម្យ៉ាងទៀតគឺយើងចូលទៅលើ menu accounting ហើយយើងចូលទៅកាន់ report accounting បន្ទាប់មកយើងធ្វើការคลิกទៅលើ liability history ឥឡូវនេះខ្ញុំចូលមកដល់ report liability history ហើយវាគឺជារបាយការណ៍ប្រវត្តិនៃការសងបំណុលហើយដើម្បី search ទៅលើ report liability history បានគឺយើងអាច search តាមរយៈថ្ងៃចាប់ផ្ដើមយើងអាច search តាមរយៈថ្ងៃបញ្ចប់យើងអាច search តាមរយៈឈ្មោះ user ដែលគាត់បានចុះចូល liability history យើងអាច search តាមរយៈសាខាណាមួយយើងអាច search តាមរយៈ description ហើយយើងក៏អាច search តាមរយៈជាប្រភេទ currency ដែលជាប្រភេទប្រាក់ដុល្លារឬមួយក៏ជាប្រភេទប្រាក់រៀលបន្ទាប់មកយើងធ្វើការចុចលើប៊ូតុង search ហើយវានឹងបង្ហាញរបាយការណ៍របស់ liability history គឺជារបាយការណ៍សងបំណុលនេះគឺជារីសារបស់របាយការណ៍ liability history ហើយដើម្បី print របាយការណ៍ liability history យើងធ្វើការចុចទៅលើប៊ូតុង print